សង្គ្រាមពូនគួយរបស់លោកត្រាំថ្មីនេះលោកតាមបានបង្ហោះសារនៅក្នុងបណ្ដាញសង្គម X របស់ខ្លួនថាសហរដ្ឋអាមេរិកនឹងដំឡើងពន្ធនាំចូលនៅថ្នាំពេទ្យកើនរហូតដល់អត្រា 100% ដែលការនេះបានបង្កការភ្ញាក់ផ្អើលពីពេញពិភពលោកសង្គ្រាមពន្ធគួយរបស់សហរដ្ឋអាមេរិកក្រោមកណ្ដាប់ដៃដ៏ហាក់មីរបស់លោកត្រាំមិនទាន់ឈប់សម្រាកនៅឡើយទេពលបើគិតត្រឹមព្រឹកថ្ងៃប្រហោះទី25ខែកញ្ញា2025លោកត្រាំបានបាកាន់នងកំភ្លៀងពន្ធគួយជាថ្មីដោយប្រកាសថាចាប់ពីថ្ងៃទី1តុលាឆ្នាំ2025នេះទៅអាមេរិកនឹងដាក់ពន្ធនាំចូលរហូតដល់ 100% លើគ្រប់ផលិតផលឱសថដែលនាំចូលពីបរទេសការប្រកាសនេះត្រូវបានចែកចម្លែកលើបណ្ដាញសង្គម Truth Social របស់គាត់ផ្ទាល់សកម្មភាពនេះបានធ្វើឲ្យភាគីពាណិជ្ជកម្មទូទាំងពិភពលោកភ្ញាក់ផ្អើលនិងមានក្តីបារម្ភយ៉ាងខ្លាំងអ្នកសេដ្ឋកិច្ចវិទូលោក Michael Wen មកពីវិទ្យាស្ថាន MUFG ប្រទេសសិង្ហបុរីបានលើកឡើងថាការដាក់ពន្ធចំពោះផលិតផលឱសថមិនច្បាស់លាស់ទេគាត់ក៏ជឿជាក់ថាថ្នាំចំនួនទូទៅ generic ដែលផលិតនៅប្រទេសដូចជាឥណ្ឌានឹងមានតម្លៃសមរម្យប្រហែលជាមិនជាប់ពន្ធនេះឡើយទោះជាយ៉ាងណាសហភាពអឺរ៉ុបក៏បានលើកបង្ហាញការពីឲ្យដឹងថាក្រោមគឺព្រមព្រៀងពាណិជ្ជកម្ម EU-US ផលិតផលអឺរ៉ុបគឺជាប់ពន្ធអតិមាពីមា 10% ប៉ុណ្ណោះហើយមិនអាចដំឡើងបន្ថែមបានឡើយនេះជាការបញ្ជាក់យ៉ាងតឹងរឹងពីអ្នកនាំពាក្យអឺរ៉ុបចំណែកឯអូស្ត្រាលីវិញក៏ពោលសម្លេងខ្លាំងថាអូស្ត្រាលីនាំចូលថ្នាំពីអាមេរិកច្រើនជាងអូស្ត្រាលីនាំចេញទៅអាមេរិកដូច្នេះការដំឡើងពន្ធនេះមិនមែនជាជ័យជំនះទេប៉ុន្តែជាការបាញ់កំភ្លើងចូលលើជើងខ្លួនឯងដែលនឹងធ្វើឲ្យប្រជាជនអាមេរិករងគ្រោះទៅវិញព្រោះតម្លៃថ្នាំនឹងឡើងថ្លៃខ្លាំងមិនត្រឹមតែ